បន្តទៀតគឺលេខ6ហើយលេខ6នេះគឺតកតងមួយ statistic គឺ statistic បែបក្មេងៗនេះយើងថ្នាក់ទី4ហើយលំហាត់ទី6សម្រាប់ប្រឡង student test របស់យើងនេះគាត់នៅ review ទេគេឲ្យ review ហើយយើងយកមក review មកហើយបន្តមកទៀតគឺគេនឹង test ថ្ងៃទី28ថ្ងៃអាទិត្យហ្នឹងតោះបងអូនចាប់ផ្ដើម Kevin asked all students in his class if they have pets at home and made the following table by gender. The number shows the number of students. 24. How many girls have pets? How many girls has pet? 7. យើងមើលកន្លែងនេះតែហ្មងទៅដោយសារវាត្រួតស៊ីគ្នាជាមួយនឹងអីគេ girl ហើយនឹង yes I have អញ្ចឹងវាត្រួតស៊ីគ្នាបានន័យថាវាជាចម្លើយមែនទេចា៎តោះ25 How many students don't have pets? How many students don't have pet ធ្វើម៉េចកូនមើលគេចង់ដឹងកន្លែងនេះមែនទេកូនត្រូវដឹងថាតើអ្នកដែលមាន pet ប្រមាណអ្នកដែលមាន pet មាន13មែនទេហើយ pet សរុបគឺ32អញ្ចឹងសួរថាច្រឡំ pet សរុប32មនុស្សសរុបគឺ32នាក់អញ្ចឹងអ្នកដែលអត់មាន pet គឺនៅកន្លែងនេះហើយអញ្ចឹងគាត់ឲ្យយកអីគេ32ដក13ទៅសល់ចម្លើយម៉ានចម្លើយ32ដក13គិតទៀត19អូខេ19អញ្ចឹងអ្នកដែលអត់មានpet គឺ19មើលសំណួរទៀតគេសួរថាអីគេ What does the letter A represent? Choose one and write the corresponding number. អូខេយើងមើល letter A represent for what 1 2 3 4 5 Girls who don't have pets. girl who don't have pets. pet អូខេអានេះវាដោយសារ A ហ្នឹងវានៅជួរជាមួយ girl ហើយនឹងជួរជាមួយនឹងNo I don't have អញ្ចឹងគឺ number 1 yeah 1 girl who don't have pet តោះ the last number 7អាហ្នឹងគឺតកតងមួយនឹង measurement skill មានតែគេឲ្យយើងគូមុំគូអីនឹងតើមាន rapporteur គូពិបាកគូអញ្ចឹងចូល number 8 number organizing skill មានថាជាលក្ខណៈលំនាំគំរូតោះយើងមើលបងអូនមើលតោះ Look at the following formula that are formed according to a certain rule. The first formula 1 equal 1 times 1. Second formula equal 1 plus 3 equal 2 times 2. Third formula 1 plus 3 plus 5 equal 3 times 3. Fourth formula 1 plus 3 plus 5 plus 7 equal 4 times 4. ហ្នឹងបានគាត់នឹងយល់ចេះនៅពេលដែល first formula មានលេខ1ហើយស្មើ1គុណ1ដល់ពេល second formula យើងមើលមានប៉ុន្មានលេខហ្នឹង2លេខហ្នឹងជាលេខសេសទាំងអស់ហ្នឹង2លេខអានេះ2គុណ2ដែរហើយដល់ពេល the third formula គឺលេខសេស3បូកចូលគ្នាអានេះ3គុណ3ដែរដល់ពេល four formulas លេខសេសមានប៉ុន្មានហ្នឹងលេខសេសមាន4ចានេះ4គុណ4ដែរតោះយើងមើល29 Consider the fifth formula similar to the expression above. Find the addition for A and find the multiplication for B below. អូខេ A ហ្នឹងគឺជាអីគេ addition គឺប្រមាណទីបូកតើយើងយកអីបូកអីគេប្រាប់ថាគេឲ្យយើងរកជួរទីប៉ុន្មានជួរទី5តោះ A យើងគួរស្មើអីគេ1បូក3បូក5បូក7បូក9យេគាត់ណារៀបចឹងមកបានប្រមាណទីបូកចុះ B វាគឺជា multiplication គឺជាផលគុណអញ្ចឹង B គួរតែស្មើអី5គុណ5យេអូខេជួរទី5គឺស្មើ5គុណនឹង5យើងទៅមើល30វិញម្ដងមក
30 Find the number of for C below. 81 appear as the result of the calculation in the C formula. C formula គេឲ្យយើង find what is the C what is the number of C គេចង់ដឹងជួរទីប្រមាណ C នេះកំដៅលើជួរទីប្រមាណដែលមានផលគុណវា result របស់វាស្មើ81ប្រមាណគុណប្រមាណចេញ81 4 គុណ យេ9គុណ9ចឹងអានឹងជួរទីប្រមាណ 4 យេ9បើជួរទី2 2គុណ2មែនទេនេះ 2គុណ2 ជួរទី4 ជួរទី4 4គុណ4ដល់ពេលគេសួរជួរទីប្រមាណដែល result របស់វាគឺស្មើ81អញ្ចឹងមានន័យថា9គុណហ្នឹង9អូខេស្រួលដាក់មានបាយមែនទេនេះ answer sheet របស់យើងនៅពេលដែលយើងដឹងចម្លើយដឹងអីអស់ហើយគឺយើងយកមកទៅសេក្នុងនឹង answer sheet ហ្នឹងហើយទៅសេហើយចប់ហើយគេប្រឡងរយៈពេលតែ50នាទីទេគ្នាយើងអញ្ចឹងនេះគឺជាការប្រឡងគណិតវិទ្យាបែបជប៉ុនដែលសមាគមគណិតវិទ្យាកម្ពុជាគេយកមកប្រឡងគ្នាយើងអញ្ចឹងវាហួសពេលហើយចាំឆ្នាំក្រោយអ្នកដែលមានចំណាប់អារម្មណ៍ឆ្នាំក្រោយអាចចុះឈ្មោះប្រឡងគេទៅល្អដែរតើនេះនៅពេលដែលមានបើន័យថា answer sheet ហើយវាមាន answer ឲ្យយើងមើលទៀតពីប្រាក់ចម្លើយឲ្យយើងផ្ទៀងផ្ទាត់ថាតើចម្លើយដែលយើងផ្ទៀងដែលធ្វើនឹងត្រឹមត្រូវដែរឬអត់ហើយបន្តមកទៀតគឺបន្ទាប់ពីប្រាប់ចម្លើយហើយគឺគេចូលដល់ review ទី2គេឲ្យกระดาษ review ហើយប្រហែល5 4ភាសាឲ្យយើងមើលដើម្បីត្រៀម